ចា៎នេះយើងមកធ្វើស្កបក់រុំជាមួយនឹងខ្ញុំទាំងអស់គ្នាស្កបក់រុំនេះគឺយើងអាចបក់រុំបានពេញមួយទូខ្លួនតែម្ដងហើយបកសម្អាតរុំបានស្អាតល្អទៀតផងហើយគ្រឿងផ្សំគឺមាននៅក្នុងផ្ទះបាយតែម្ដងគឺងាយស្រួលក្នុងការរកគឺមានស្ករសទឹកស្អាតព្រមទាំងមានទឹកក្រូចឆ្មាស្រស់ចាគឺមានតែ3មុខនឹងឯងគឺយើងអាចធ្វើស្កបក់រុំមុខទៀតក្នុងបានហើយចាជាដំណឹងនេះខ្ញុំយកក្រូចដែលខ្ញុំទិញមកផ្សារមកលាងឲ្យស្អាតបន្ទាប់មកយើងចាត់ហើយយើងច្របាច់យកទឹកកដោវាគឺយើងប្រើទឹកក្រូចឆ្មាស្រស់តែម្ដងយើងធ្វើការច្របាច់ហើយគឺយើងត្រូវវាឲ្យស្អាតកុំឲ្យដល់ក្របឬវាក៏ដោយកំពឹសក្រូចអីជាដើមបន្ទាប់ពីយើងត្រងសម្អាតរួចហើយយើងក៏ចាប់ផ្ដើមផ្សំគ្រឿងតែម្ដងចាឥឡូវនេះខ្ញុំចាប់ផ្ដើមផ្សំគ្រឿងសម្រាប់ស្កបក់រុំនេះគឺយើងដាក់ទឹកក្រូចឆ្មាយើងវាល់បើយើងដាក់ទឹកក្រូចឆ្មាមួយស្លាបព្រាឬមួយក៏មួយវែកអញ្ចឹងយើងក៏ត្រូវដាក់ទឹកស្អាតមួយវែកដូចគ្នាតែនេះដោយសារនឹងខ្ញុំធ្វើច្រើនដែរនឹងខ្ញុំដាក់ទឹកក្រូចឆ្មាចំនួន5វែកបន្ទាប់ពីនឹងខ្ញុំដាក់ទឹកក្រូចឆ្មារួចហើយនឹងខ្ញុំចាប់ផ្ដើមដាក់ទឹកស្អាតចូលហើយសូមបញ្ជាក់អ្នកទាំងអស់គ្នាឃើញទឹកស្អាតនេះពណ៌ដូចទឹកក្រូចឆ្មាតាមពិតនៅពេលដែលនឹងខ្ញុំដាក់ទឹកស្អាតចូលនឹងខ្ញុំភ្លេចចុចវីដេអូចឹងហើយនឹងខ្ញុំចាក់ទឹកពីក្នុងឆ្នាំងនោះមកវិញដើម្បីយកមកបង្ហាញជូនអ្នកទាំងអស់គ្នាដាក់ទឹកឡើងរួចហើយលាយចូលគ្នាជាមួយនឹងក្រូចឆ្មារួចហើយតើនឹងខ្ញុំក៏ចាក់ដើម្បីបង្ហាញជូនមិត្តៗអញ្ចឹងកុំឆ្ងល់ថាមិនបានទឹកស្អាតនោះពណ៌ដូចទឹកក្រូចឆ្មាឥឡូវយើងមកដាក់ស្ករសម្ដងស្ករសនឹងប្រសិនបើយើងដាក់ទឹកក្រូចឆ្មាមួយវែកទឹកស្អាតមួយវែកយើងដាក់ស្ករសនឹង4វែកទៅតែនេះដោយសារតែខ្ញុំដាក់ទឹកក្រូចឆ្មា5វែកទឹកស្អាត5វែកហើយនឹងខ្ញុំក៏ដាក់ស្ករសចូលចំនួន20វែកបើថាទឹកក្រូចឆ្មា1វែកទឹកស្អាត1វែកត្រូវប្រើស្ករស4វែកអញ្ចឹងយើងយក4គុណនឹង5ទៅឃើញប្រមាណហើយយើងយកដូចយើងខ្ញុំទៅដូចគ្នាធ្វើបរិមាណតិចយើងដាក់តែទឹកក្រូចឆ្មា1វែកទឹកស្អាត1វែកហើយយើងដាក់ស្ករសចូល4វែកទៅហើយនេះដោយសារតែខ្ញុំធ្វើរួមច្រើនដែរនឹងខ្ញុំក៏ដាក់ទឹកក្រូចឆ្មា5វែកទឹកស្អាត5វែកព្រមទាំងស្ករសចំនួន20វែកបន្ទាប់មកយើងដាក់លើចង្ក្រានហើយយើងកាត់ហ្គាសទៅកុំបើកហ្គាសខ្លាំងពេកបើយើងបើកខ្លាំងពេកវានឹងឡើងខ្លោចទឹកវាពុះហើយកូរវាឲ្យបានញឹកយើងកូរវារឹងដាច់ទឹកបន្តិចមកកុំឲ្យរឹងពេកហើយក៏កុំឲ្យជ្រាយពេកកាលណាបើជ្រាយពេកគឺយើងបកសម្អាតរបស់យើងអត់បានទេកាលណាបើរឹងពេកវានឹងកកដែលយើងមិនអាចប្រើបានចឹងហើយយើងត្រូវប្រកាសចិត្តថាវាមិនរឹងពេកហើយវាក៏មិនជ្រាយពេកបន្ទាប់មកយើងបិទហ្គាសហើយទុកដាក់ចូលក្នុងកែវឬមកក្នុងកន្លងដែលមានសភាពស្វិតបើមិនអញ្ចឹងទេវានឹងរលាយហើយពេលយើងដួសស្ករនេះយើងត្រូវដួសនៅពេលដែលវានៅក្តៅតើយើងអាចដួសដាក់កន្លងបានហើយយើងទុកឲ្យត្រជាក់វានឹងស្អិតបតិបតាដែលធ្វើយើងពិបាកក្នុងការដួសចាបន្ទាប់មកយើងទុកវាឲ្យត្រជាក់វានឹងមានសភាពស្អិតរមួតហើយយើងនឹងអាចប្រើបានតែម្ដងចាហើយនៅពេលគេឡើងខ្ជូតសម្រាប់ស្ករបក់រុំនេះគឺគ្រឿងផ្សំងាយស្រួលក្នុងការរកហើយតែប៉ះពាល់ដល់ស្បែករបស់យើងទេតែឥឡូវនឹងខ្ញុំចាប់ផ្ដើមប្រើស្ករដែលខ្ញុំធ្វើនេះមកបង្ហាញជូនមិត្តមើលតែម្ដងគឺយើងចាប់ផ្ដើមប៊ីស្ករបណ្ដោយរងតោះហើយយើងយកក្រដាសមកបិទពីលើកន្លែងដែលយើងបានប៊ីស្ករហើយមានក្រដាសជូតមាត់ទេអ្នកទាំងគ្នាក្រដាសជូតមាត់គឺបត់បានទេចាក្រដាសនេះគឺនឹងខ្ញុំទិញនៅផ្សារក្រដាសនេះគឺយើងអាចបោកទឹកប្រើបានគឺវាប្រៀបដូចជាបន្តិចក្រដាសបន្តិចដោយសារតែវាមានសភាពរឹងល្អតែវាអត់ផុយអត់ស្រួយអីតែក្រដាសនេះគឺងាយស្រួលប្រើមែនទែនបន្ទាប់មកបកឆ្វោកមិនដែរស្ករបក់រួមធ្វើខ្លួនឯងចេញមកអីមកគេវិនិច្ឆ័យមើលទាំងអស់គ្នាយើងបកមកគឺដោយមកទាំងសរសៃទៅសរសៃធំគឺដោយមកទាំងអស់តែម្ដងមកទាំងអស់គ្នាមកកន្លែងដែលខ្ញុំបកហើយគឺមានរោមទេគឺបកស្អាតរបស់គេហើយគេនឹងជាកន្លែងនេះយកទៅបានបកវានៅមានសភាពមានរោមចាហើយកន្លែងនេះខ្ញុំបកឡើងស្អាតតែម្ដងចាគេខាងហ្នឹងគឺសុទ្ធតែមានរោមទាំងអស់ចាអញ្ចឹងវីដេអូរបស់នេះខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាជួយចែករំលែករបស់ខ្ញុំនេះមិត្តទាំងអស់គ្នាអាចយកទៅធ្វើប្រើខ្លួនឯងបានងាយៗហើយសុខភាពដល់ស្បែកយើងទៀត